ពុកម៉ែបងប្អូនយើងទស្សនាណាអ្នកឃ្លៀគោនេះដើម្បីស្អាតណាមកគេធ្វើនេះសខោបាទមកដើមឈើនេះសមោដើមឈើសមោភ្នំនៅក្នុងទឹកនេះអូខេសមោដើមថ្នោតណាបាទមើលទៅបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបចាំបាទនៅវីដេអូថ្មីបន្តទៀតហើយនៅអតិថិភាពបាទទេសភាពបាទតាមស្រុកតាមភូមិបាទដើម្បីបាទកំណត់បាទចែកជូនពុកម៉ែបងប្អូនយើងទស្សនាណាបាទហើយនេះគឺខ្ញុំកំពុងតែស្ថិតនៅនឹងភូមិសន្ទូចបាទភូមិសន្ទូចបាទឃុំបាទស្រែថ្មីបាទស្រុកពលីភីខេត្តកំពង់ឆ្នាំងលេខគោអ្នកឃ្លៀគោនេះបាទអញ្ចឹងគឺនៅម្ដុំនេះគឺជើងភ្នំណាពុកម៉ែបងប្អូនអរគ្នាបាទភូមិសន្ទូចនេះគឺរទៅរកតាមជើងភ្នំក្រាំងដីមាសបាទហើយភូមិសន្ទូចនេះគឺនៅក្នុងឃុំស្រែថ្មីឃុំស្រែថ្មីស្រុកពលីភីខេត្តកំពង់ឆ្នាំងបាទលេខបាយមកមើលខាងនេះបាទនេះគឺភ្នំក្រាំងដីមាសបាទក្រាំងដីមាសហើយអ្នកបាទភូមិស្រែថ្មីនេះភាគច្រើនគឺគេប្រកបរបរធ្វើយើងឆ្នាំងដីក្អមឆ្នាំងណាបាទក្អមឆ្នាំងនេះកន្លែងនេះគេលក់នេះបាទនេះបាទអានេះស្នាដៃអ្នកខាងភូមិស្រែថ្មីនេះស្អាតណាទេសភាពនៅតាមជើងភ្នំនេះមើលទៅគឺស្រស់ស្អាតប្លែកមែនទែនហើយមកខាងនេះទៅយើងមានផ្លូវចូលទៅភូមិអណ្ដូងរស័យបាទតែខ្ញុំមិនចូលទៅខាងនេះខ្ញុំជិះតាមនេះវិញបាទអញ្ចឹងចេញពីសន្ទូចមកគឺយើងមកខាងអណ្ដូងរស័យបាទភូមិអណ្ដូងរស័យបាទនេះទេសភាពមើលបាទស្អាតទេបងប្អូនយើងបាទស្អាតជួយបាទចុច Subscribe ឲ្យម្នាក់មួយផងនេះគេលក់បាទផើងវាងក្អមនេះណាបាទខាងនេះខ្ជុំបាទរបងខ្ជុំមកខ្ជុំផ្ទះអ្នកភូមិអ្នកស្រុកនេះសិតតែកន្លែងមកគេធ្វើខំធ្វើឆ្នាំងលក់មកធ្វើចង្ក្រានធ្វើអីបាទនៅភូមិនេះគឺភាគច្រើនគឺគេធ្វើរបរហ្នឹងឯងបាទគេប្រកបរបរហើយយើងក៏ដល់កន្លែងនេះគឺគេមានរង្វង់មូលគេមួយបាទកន្លែងនេះមានរង្វង់មូលគេទូចមួយនេះបាទហើយគេដាក់រូបឆ្នាំងដីតំណាងខាងភូមិហ្នឹងភូមិលោករស័យហ្នឹងនេះបាទឡៅវាឈ្មោះភូមិអណ្ដូងរស័យសឹកតែគេធ្វើនៅសិប្បកម្មបាទអូមឆ្នាំងបាទនេះសឹកអូមនេះកន្លែងគេធ្វើ
cái bộ không mau ập thằng lơ mới để mà tôi sẽ kịp vào trường nông trang đây mi sát miền trên khiêu sình ngắt mà không ai cũng ơi bạn gì miền đàng cường ngọc miền ôm trung bình tia cái thế rất là sát vậy tới mà đông ní khăn na của xã đây cũng mang bao nhiêu khăn nó cũng miền lời và khăn những bài mà khăn nàyคือพนมแบบพนมสองข้างแบบพนมปอดสองข้างสะอาดเหมือนเดิมเลยนี่ไอ้นั่นคือมีเพลย์กับวัดอะเดี๋ยวเลยพนมคือมีเพลย์กับวัดเลยพนมที่ละพนมกลางใดมีนี่แบบอย่างบ้านขนาดไหนขนาดคือเพลย์กับวัดกรงในเวียงกรงกับปงชนะนะทำปฏิสัมพันธ์แบบไอ้เนี่ยมาเป็นดาวนี่กูป่าเลยนี่ขณะคือเพลย์เวียงกรงกับปงชนะคือมีพนมข้างเล็กเพลย์ก็มีพนมข้างกลางเพลย์ก็มีพนมแต่ยังติดสิบปีมันอมนี่คือสะอาดคือติดสิบปีมันนี่คือสตัดพนมสตัดพนมอันนี้เป็นมาคุยเล่นมามือติดสิบปีแต่อันนี้สะอาดเหมือนเดิมไอ้กระไรนี่กระไรเนี่ยกีปิงในจุ่มมาใบชิงเก้กระไรนึงไอ้พวกใหม่พวกนี้การเดินแบบวิ่งตรงการตุ่มนุกสามสไนvàตุ่มนุกสามสไนนี่คือvàนี่คือมีตุ่มจอกเป็นสำหรับcáiคุยยังนั่นนะที่มาเอาบินที่ลูกมาโอบอาหารไอ้เซ็งๆอย่างเงี้ยไอ้บินเนี่ยที่มาเลี้ยงเช้าเช้าเสร็จละงี้ลาวนี่คือท่าโอ้โหไฮบานตามเพลินยังไงចឹងមកដល់កន្លែងនេះគឺបត់ឆ្វេងឡើងទៀតទៅគឺយើងឡើងទៅដល់ផ្លូវវាងក្រុងណាបាទនេះកន្លែងនេះទីសុភាពពុកម៉ែបងប្អូនយើងបាទនេះស្អាតមែនទែនបាទគឺប្លែកគ្នាតែម្ដងណាបាទឃើញទេបាទដូចនៅសមុទ្រចឹងនេះបាទនេះសំខាន់គឺកន្លែងហ្នឹងស្អាតហ្មងខ្ញុំបង្ហាញពុកម៉ែបងប្អូននេះកន្លែងហ្នឹងគឺសំខាន់គឺស្អាតដោយបាទនេះមានបាទស្មៅដើមឈើនេះស្មៅដើមឈើស្មៅភ្នំនៅក្នុងទឹកនេះហេស្មៅដើមថ្នោតណាបាទមើលទៅក៏ស្អាតប្លែកបាទហើយខាងនេះគឺថាមានវាស្រែវាស្រូវដើមថ្នោតអូមសងខាងមើលទៅគឺស្រស់ស្អាតមែនទែនបាទបងប្អូនណាដែលអត់ធ្លាប់មកលេងកំសាន្តនៅកន្លែងហ្នឹងនៅតំបន់ហ្នឹងអាចសាកបាទមកបាទទស្សនានៅទិដ្ឋភាពនេះគឺធានាបាទធានាថាប្លែកគ្នាតែម្ដងបាទធានាថាស្អាតប្លែកបាទហើយបងប្អូនឃើញទេបាទពូពេញដោយធម្មជាតិស្រស់ត្រកាលស្អាតហើយសំខាន់គឺថាព្រៃភ្នំស្រស់បំព្រងមើលទៅគឺគួរជាទីចាប់អារម្មណ៍មែនទែនបាទឥឡូវយើងមកដល់កន្លែងនេះគឺយើងដល់បាទផ្លូវហើយផ្លូវធំហ្នឹងគេហៅថាផ្លូវអាស៊ានឬក៏ផ្លូវកវ៉ាត់ក្រុងបាទវាងក្រុងកំពង់ឆ្នាំងបាទអញ្ចឹងគឺយើងមកពីនោះមកគឺមកពីភ្នំពេញណាបាទហើយយើងទៅខាងនេះទៅចេះវិញគឺយើងទៅពោធិ៍សាត់បាត់ដំបងអញ្ចឹងទៅយើងជិះទៅតាមនេះវិញ
តាមផ្លូវដែលខ្ញុំចង់ដិតបង្ហាញឲ្យពុកម៉ែបងប្អូនយើងបានឃើញណាបាទពិសេសគឺពុកម៉ែបងប្អូនយើងដែលអត់ដែលបានជិះឆ្លងកាត់តាមផ្លូវនេះហើយដែលបានទស្សនានៅទស្សនវិជ្ជាម្ដុំនេះជាពិសេសគឺជើងភ្នំក្រាំងដីមាសនេះគឺទស្សនវិជ្ជាស្អាតប្លែកមែនទែនដល់ពុកម៉ែបងប្អូនយើងអត់ដែលបានមកដល់កន្លែងនេះបាទឥឡូវខ្ញុំបន្តទៅមុខទៀតដើម្បីដិតបង្ហាញឲ្យពុកម៉ែបងប្អូនយើងបានទស្សនាជាបន្តទៀតបាទឥឡូវគឺយើងមកខាងមុខនេះយើងធ្វើដំណើរទៅបន្តទៀតខ្ញុំដិតបង្ហាញពីទស្សនវិជ្ជាបាទតាមផ្លូវវាងក្រុងបាទនៅខេត្តកំពង់ឆ្នាំងដើម្បីបង្ហាញឲ្យពុកម៉ែបងប្អូនយើងអូយបាទអត់ដឹងទេថាមិនទេពុកម៉ែបងប្អូនបាទនៅតែមានអ្នកជីកច្រាស់ផ្លូវអញ្ចឹងបាទគឺបារម្ភមែនទែនបាទបារម្ភមែនទែនហើយគាត់នៅតែជីកច្រាស់គាត់នៅតែធ្វើធម្មតាជីកដូចជាអត់ខ្វល់អត់ខ្វល់បាទអូស្អាតណាស់ពុកម៉ែបងប្អូនយើងនេះត្រជាក់ភ្នែកបាទធម្មជាតិបាទស្រស់បំប្រងបាទឃើញទេស្អាតណាស់ពុកម៉ែបងប្អូនអូយបាទដាក់សួរអញ្ចឹងបាទអាមែនតើបាទទេសភាពបាទខេត្តកំពង់ឆ្នាំងហើយសំខាន់គឺដើមត្នោតច្រើនណាពុកម៉ែបងប្អូនយើងបាទកន្លែងនេះណាដើមត្នោតវាស្រែវាស្រូវបាទខៀវស្ងាត់បាទហើយនៅសំខាន់គឺនៅជើងក្នុងក្រាំងដីមាសទៀតបាទអូយអែមស្រែមែនតើបាទអែមស្រែមកបាទធម្មជាតិនេះបាទបាទទេសភាពបែបនេះខ្ញុំជឿថាបងប្អូនអ្នកខេត្តផ្សេងណាបាទមិនងាយបានឃើញទេបាទមិនងាយបានឃើញទស្សនវិជ្ជាដ៏ស្រស់ត្រកាលនេះទេបាទនៅតែមានអ្នកជិះម៉ូតូកញ្ច្រាស់នេះបងប្អូនយើងបាទអត់ដឹងថាគាត់ទឹកអីទេក្នុងខ្លួនគាត់អូបាទភ្លៀងមកបាត់ហើយបងប្អូនយើងបាទភ្លៀងមកបាត់ហើយបាទកន្លែងជ្រោកហើយបាទអរគុណពុកម៉ែបងប្អូនបាទសូមបញ្ចប់វីដេអូត្រឹមហ្នឹងណាបាទអធិស្ឋានភ្លៀងមកបាត់ហើយបាទ